ការពណ៌នាអំពីតួអង្គគេអាចស្គាល់តួអង្គតាមរយៈការពណ៌នារបស់អ្នកនិពន្ធឬតួអង្គផ្សេងទៀតនៅក្នុងសាច់រឿងចូលអានរឿងខាងក្រោមតើអ្នកនិពន្ធបានពណ៌នាអំពីតួអង្គដូចម្តេចខ្លះរឿងទឹកចិត្តប្អូនកាលពីដើមមានយុវជនម្នាក់អាយុ18ឆ្នាំឈ្មោះវាសនាមានរូបរាងសង្ហានិងមានចរិតស្លូតបូតវាសនារស់នៅជាមួយបងប្រុសដែលមានប្រពន្ធរួចហើយទាំងពីរនាក់បងប្អូនស្រឡាញ់គ្នាណាស់ថ្ងៃមួយមានសត្រូវបរទេសចូលមកឈ្លានពានទឹកដីមេទ័ពបានតម្រូវឲ្យយុវជនទាំងអស់ចូលបម្រើកងទ័ពវាសនានិងបងប្រុសបានចូលបម្រើក្នុងជួរកងទ័ពថ្ងៃមួយពេលចេញច្បាំងបងប្រុសត្រូវសត្រូវចាប់បាននាំយកទៅវាសនាគិតថាខ្លួននៅលាវគ្មានប្រពន្ធកូនឯបងខ្លួនមានប្រពន្ធកូនសូវខ្លួនស្លាប់ចុះឲ្យបងរស់នៅចិញ្ចឹមប្រពន្ធកូនប្រសើរជាងគិតហើយវាសនាកន្ត្រាក់ដាវរត់ទៅស្កាត់ពួកខ្មាំងវាសនាប្រយុទ្ធជាមួយសត្រូវដោយស្រែកប្រាប់ឲ្យបងរត់ទុកឲ្យខ្លួននៅតទល់នឹងសត្រូវបងរត់រួចវាសនានៅតស៊ូនឹងខ្មាំងឲ្យបញ្ចេញអស់នៅកម្លាំងចំណេះគុណទាំងប៉ុន្មានវាសនាល្អជាសំណាងល្អកងទ័ពជំនួយមកដល់ធ្វើឲ្យសត្រូវរត់ខ្ចាត់ខ្ចាយអស់ទៅរឿងនេះគេពណ៌នាអំពីតួអង្គវាសនាដោយរៀបរាប់ឈ្មោះអាយុរូបរាងចរិតការរស់នៅសកម្មភាពនិងទឹកចិត្តការពណ៌នាអំពីតួអង្គគឺការរៀបរាប់ពីរូបរាងតួនាទីចរិតលក្ខណៈគុណសម្បត្តិគុណវិបត្តិសកម្មភាពចំណង់ចំណូលចិត្តរបស់តួអង្គដែលអ្នកនិពន្ធបានបង្ហាញនៅក្នុងសាច់រឿង